គ្មានគ្រាន់តែយំពីបីម៉ាត់សោះតែមនុស្សធំនៅក្បែរនោះបែរជាភ័យខ្លាចស្ទើរតែស្លាប់ថែមទាំងដណ្ដើមក្មេងពីដៃស្ត្រីនោះគិតចង់បោះចោលទៅខាងក្រៅទៀតអ្នកទាំងអស់គ្នាមិនបានខត់ទេផ្ទុយទៅវិញម្ដាយដែលអស់សង្ឃឹមរូបនោះបែរជាយល់ព្រមនាងចង់ចេញទៅជាមួយកូនហើយអ្នកទាំងអស់គ្នាក៏ឈរនៅមាត់បង្អួចសម្លឹងមើលម្ដាយនិងកូនមួយគូនេះដោយត្រជាក់ស្រេកម្ដាយលួងលោមកូនតិចរួចដើរយឺតចូលទៅក្នុងរូងងឹតគ្មាននរណាម្នាក់ដឹងថានៅចុងបញ្ចប់នៃភាពងឹតនោះមានអ្វីឡើយរហូតដល់ក្មេងនោះយំខ្លាំងឡើងវិញយំធ្វើអីកុំយំអីបើនៅតែយំទៀតខ្ញុំនឹងបោះឯងចោលទៅក្រៅតាមពិតទៅកាលពីពេលថ្មីនេះមានក្រុមរុករកមួយបានរកឃើញរូងបុរាណមួយសត្វប្រៃដែលរស់នៅក្នុងរូងនោះត្រូវបានពួកគេដាស់ឲ្យភ្ញាក់ដោយចៃដន្យក្រុមសត្វចម្លែកទាំងនេះចូលចិត្តស៊ីជិមណាស់ទើបតែចេញមកព្រៀងក៏ស៊ីក្រុមរុករកទាំងមូលបន្ទាប់មកសត្វចម្លែករាប់មិនអស់ក៏សម្រុកចេញពីក្នុងរូងហើយចាប់ផ្ដើមវាយប្រហារទៅលើទីក្រុងដែលមានមនុស្សរស់នៅកកកុញពេលវេលាឈានចូលដល់ម៉ោង3ទៀបភ្លឺអេលីដែលកំពុងដេកលក់ស្រួលក៏ត្រូវម្ដាយដាស់ឲ្យភ្ញាក់ពេលនាងដើរមកដល់បន្ទប់ទទួលភ្ញៀវឃើញក្រុមគ្រួសារអង្គុយជុំគ្នាដោយក្តីបារម្ភនៅមុខទូៗក្នុងព័ត៌មានកំពុងផ្សាយដំណឹងបន្ទាន់មួយសត្វដ៏គួរឲ្យខ្លាចមួយប្រភេទបានវាយប្រហារទីក្រុងហើយគ្រប់កន្លែងដែលវាទៅដល់សុទ្ធតែមានសាកសពនៅកន្លែងកើតហេតុមានវីដេអូដ៏គួរឲ្យខ្លាចមួយដែលគ្រួសារមួយជាប់នៅក្នុងឡានហើយជុំវិញខ្លួនសុទ្ធតែជាសំឡេងស្រែករបស់សត្វចម្លែកមុនពេលស្លាប់គាត់បានដាស់តឿនអ្នកទាំងអស់គ្នាថាកុំឲ្យបញ្ចេញសំឡេងឲ្យសោះក្នុងព័ត៌មានក៏បានណែនាំឲ្យអ្នកទាំងអស់គ្នាស្នាក់នៅក្នុងផ្ទះស្រាប់តែពេលនោះក៏មានសំឡេងរំខានហើយធំភាគចែកយកពីរត់មិនអស់បានហោះកាត់ពីលើក្បាលបរិបទមានអារម្មណ៍ថារឿងមិនស្រួលប្រាប់អ្នកទាំងអស់គ្នាឲ្យដាក់ទូរស័ព្ទជាសំឡេងស្ងាត់បិទទ្វារបង្អួចឲ្យជិតហើយនៅចាំក្នុងផ្ទះដោយស្ងៀមស្ងាត់ដើម្បីរងចាំការជួយសង្គ្រោះប៉ុន្តែពូកេលុនប្លេងមិនចង់អង្គុយរងចាំសេចក្តីស្លាប់ឡើយគាត់ក៏ស្នើឲ្យរៀបចំអីវ៉ាន់ដើម្បីចាក់ចេញពីទីនេះណាមិញព័ត៌មានបានប្រាប់ថាហាមបញ្ចេញសំឡេងដូច្នេះមានន័យថាទីក្រុងដែលអ៊ូអរគឺកាន់តែគ្រោះថ្នាក់អ្នកទាំងអស់គ្នាហើយក៏យល់ស្របរួចក៏ប្រញាប់រៀបចំអីវ៉ាន់ចេញដំណើរទៅជ្រកកោននៅតំបន់ជីពពួកគេទៅដល់ផ្លូវពួកគេបានឃើញសត្វចម្លែករាប់មិនអស់កំពុងហើរទីប្រាណនៅលើមេឃក្នុងទីក្រុងចំណែកក្នុងទីក្រុងវិញបានខ្លាចជារកលើផែនដីទៅហើយដោយសារត្រូវធ្វើដំណើរឆ្ងាយពួកគេក៏ចូលទៅស្ថានីយ៍ប្រេងឥន្ធនៈមួយដើម្បីចាក់សាំងឲ្យពេញប៉ុន្តែក្នុងសម័យកាលចុងក្រោយនេះតែងតែមានមនុស្សមួយចំនួនចូលចិត្តឆ្លៀតឱកាសប្លន់យកទ្រព្យសម្បត្តិអ្នកដទៃបរិះម្នាក់ស្រាប់តែស្ពីកាំភ្លើងខ្លីចេញមកហើយគំរាមឲ្យពួកគេប្រកូលស្រឡានសំណាងល្អដែលគេលន់បានត្រៀមខ្លួនរួចជាស្រេចមុននឹងចេញមកទៅគាត់បានបាញ់ចំភ្លើបរិះនោះមួយគ្រាប់បន្ទាប់មកឆ្កែក៏ប្រញាប់រត់ទៅខំបន្ថែមទៀតបរិះដែលរងរបួសលែងមានចិត្តអេងអាងទៀតហើយក៏បានមកអង្វរឲ្យពួកគេជួយវិញព្រោះបើមានសត្វចម្លែកលេចមុខមកគាត់ប្រកាសជាស្លាប់មិនខានប៉ុន្តែគេលន់មិនជួយគាត់ឡើយហើយមុននឹងចេញទៅគាត់ថែមទាំងយកអាវុធរបស់បរិះនោះទៅទៀតគ្រួសារមួយនេះក៏បើកឡានឆ្ពោះទៅក្រៅក្រុងរហូតដល់ភ្លឺប៉ុន្តែមិនយូរប៉ុន្មានពួកគេក៏ឃើញថាផ្លូវខាងមុខត្រូវបានស្ទះទាំងស្រុងមនុស្សទាំងនេះសុទ្ធតែជាអ្នកដែលជ្រើសរើសការរត់គេចចេញពីទីក្រុងគេលន់ឃើញដូច្នេះក៏សម្រេចចិត្តដូរផ្លូវដោយនាំគ្រួសារបរិះបារលីងបើកវិញតាមផ្លូវភ្នំនឹកស្មានមិនដល់ថាស្រាប់តែមានសត្វព្រៃមួយហ្វូងរត់កាត់ផ្លូវគេលន់តែបើកឡានខាងមុខក៏បុកចង្កូតដោយមិនដឹងខ្លួនបណ្ដាលឲ្យឡានក្រឡាប់ធ្លាក់ជម្រាលភ្នំបរិះក្បាលរលីងនិងប្រពន្ធប្រញាប់ចុះទៅមើលក៏ឃើញថាឡានខូចខាតយ៉ាងដំណំគេលន់ដែលរងរបួសក៏ត្រូវជាប់ក្នុងឡានមិនអាចកម្រើកបានឡើយបរិះក្បាលត្រងមកព្យាយាមទាញបើកទ្វារឡានតែទូខំប្រឹងយ៉ាងណាក៏មិនអាចបើកបានដែរប្រពន្ធរបស់គាត់ព្យាយាមទូរស័ព្ទរកជំនួយតែគ្មានអ្នកលើកឡើយជាក់ស្ដែងក្នុងសម័យកាលវិនាសកម្មបែបនេះគឺគ្មានអ្នកណាអាចមកជួយបានឡើយគ្មានជំរឿបរិះក្បាលត្រងមកក៏យកដៃគាស់មកគាស់ទ្វារឡានដោយបង្ខំប៉ុន្តែទ្វារដែលខូចទ្រង់ទ្រីធ្ងន់ធ្ងរនោះនៅតែមិនកម្រើកបន្តិចសោះដើម្បីកុំឲ្យខ្លួនឯងខ្លាចជាបន្ទុករបស់គ្រួសារក្រែងក្លែងក៏យកកាំភ្លើងខ្លីគំរាមមិត្តភក្តិដែលរាប់អានគ្នាជាយូរមកហើយនេះឲ្យប្រញាប់នាំគ្រួសារគេចេញពីទីនេះទៅបរិះក្បាលត្រងមកដឹងថាបើនៅបន្តបែបនេះក៏មិនមែនជាដំណោះស្រាយដែរគាត់ត្រូវតែទៅរកឧបករណ៍កាត់ដែកដើម្បីយកមកជួយសង្គ្រោះក្រែងដូច្នេះគាត់គ្មានជំរឿអ្វីក្រៅពីសម្រាប់ចិត្តចាក់ចេញទៅសិនប៉ុន្តែពេលពួកគេត្រឡប់ចូលក្នុងឡានវិញឆ្កែក៏ហាក់ដូចជាដឹងពីគ្រោះថ្នាក់វាចាប់ផ្ដើមព្រុសខ្លាំងទៅកាន់ទីទំនេរហើយអេលីដែលមានញ៉ាំមុតស្រួយក៏មានអារម្មណ៍ថាមានរឿងមិនស្រួលដែររត់ទៅនៅពេលដែលបរិះក្បាលត្រងមកបិទម៉ាស៊ីនឡានស្រាប់តែមានសត្វចម្លែកមួយក្បាលស្ទុះមកវាយប្រហារភ្លាមប៉ុន្តែឆ្កែនោះនៅតែមិនព្រមឈប់ព្រុសវាបានតាក់ទាញសត្វចម្លែកកាន់តែច្រើនឲ្យមកទីនេះពួកវាបុកសម្រុកមកលើទូឡានមិនឈប់រហូតធ្វើឲ្យកញ្ចក់មុខឡានមានស្នាមប្រេះពេញសត្វចម្លែករាប់មិនអស់បានមកចំរំឡានក្នុងមួយប៉ព្រិចភ្នែកមើលទៅពួកវាជិតនឹងបំបែកកញ្ចក់ចូលមកខាងក្នុងហើយក្នុងពេលអាសន្ននោះស្រាប់តែមានសំឡេងកាំភ្លើងបាញ់ឡើងគឺក្រែនដឹងថាពួកគេកំពុងជួបគ្រោះថ្នាក់ទើបគេសម្រេចចិត្តលះបង់ជីវិតខ្លួនឯងដែរដើម្បីទាក់ទាញសត្វចម្លែកទាំងអស់ឲ្យទៅរកគេដោយសារចំនួនសត្វចម្លែកកាន់តែច្រើនឡើងមិនយូរប៉ុន្មាន Glenn ក៏ត្រូវពួកវាខំសម្លាប់ទាំងរស់តែអាឆ្កែចង្រៃនោះនៅតែព្រុសមិនឈប់សោះដោយគ្មានជំរឿដើម្បីសុវត្ថិភាពគ្រួសារបរិះទំពេកក៏សម្រេចចិត្តបើកទ្វារឡានដេញវាចុះទុកឲ្យវាទៅតាមមេថាកម្មនៅខាងក្រៅអលីដែលមានចិត្តទន់ខ្សោយឃើញដូច្នេះក៏ទ្រាំមើលមិនបាននាងក៏អបយាយហើយយំយ៉ាងខ្លាំងប៉ុន្តែអ្វីដែលឆែងជីធ្វើគឺសុទ្ធតែមានហេតុផលបង្ខំចិត្តមិនយូរប៉ុន្មានជុំវិញនោះក៏ស្ងាត់ជ្រុងក្រុមគ្រួសារអង្គុយក្នុងឡានដោយមិនហ៊ានមាត់ក៏វៃឡើយប៉ុន្តែបន្តបែបនេះទៀតក៏មិនមែនជាដំណោះស្រាយដែរពេលនោះឆែងជីក៏នឹកឃើញគំនិតមួយគេឃើញគាត់បើកទ្វារឡានយ៉ាងប្រុងប្រយ័ត្នរួចក៏ចុះពីលើឡានយ៉ាងយឺតប៉ុន្តែនៅពេលនោះគាត់ទើបតែដើរបានបន្តិចស្រាប់តែយាយដែលនៅក្នុងឡានក៏រើជំងឺហឺតឡើងហើយចាប់ផ្ដើមខ្សាក់យ៉ាងខ្លាំងសំឡេងនោះបានតាក់ទាញសត្វចម្លែកមួយក្បាលមកភ្លាមវាចាប់ផ្ដើមបុកកញ្ចក់ឡានមិនឈប់យាយក៏ប្រញាប់ទប់ការក្អកដោយមិនហ៊ានបញ្ចេញសំឡេងអ្វីបន្តិចឡើយបន្ទាប់ពីបាត់គោដែលវាប្រហារសត្វចម្លែកក៏ឈប់បុករួចក៏ងាកក្បាលទៅមើលថេងជីដែលនៅមិនឆ្ងាយប៉ុន្មានប៉ុន្តែដោយសារគាត់ជាមនុស្សខ្វាក់ស្រាប់ទៅហើយនោះគាត់ពឹងផ្អែកតែលើត្រចៀកទាំងពីរដើម្បីកំណត់ទីតាំងរបស់សត្វព្រៃក្នុងពេលអាសន្នជាងគឺបែរក្បាលមកឃើញដៃដំបងនៅលើដីភ្លាមគាត់ក៏នឹកឃើញគំនិតដ៏ក្លាហានមួយគេឃើញគាត់ចាប់ផ្ដើមរំកិលជើងយឺតដោយប្រុងប្រយ័ត្នបំផុតគាត់ក៏រើដៃដំបងនោះឡើងរួចក៏គប់វាទៅឆ្ងាយយ៉ាងខ្លាំងសំឡេងដៃក៏បន្លឺឡើងចូលទៅក្នុងត្រចៀករបស់សត្វចម្លែកនោះភ្លាមមួយវិនាទីក្រោយមកវាក៏ស្ទុះទៅរកទីនោះគាត់ក៏ប្រញាប់យកដៃដំបងមកចាក់ដីខ្លាំងប៉ុន្តែបែរជាឃើញថាដៃដំបងនោះគ្មានកន្លែងសម្រាប់វាប្រហារសោះរួចវាក៏ដឹងខ្លួនថាប្រហែលជាវាស្ដាប់ច្រឡំហើយបន្ទាប់មកវាក៏ងើបត្រចៀកស្ដាប់ដោយយកចិត្តទុកដាក់ម្ដងទៀតបន្ទាប់ពីប្រកាសថាជុំវិញខ្លួនគ្មានចលនាអ្វីទៀតវាបង្ហាញទឹកមុខដូចជាខឹងដែលត្រូវគេបោករួចក៏ហោះចេញទៅយ៉ាងលឿនដោយមិនពេញចិត្តពេលនោះហើយដែលឈៀងគឺដកដង្ហើមធំដោយធូរចិត្តបន្ទាប់មកគាត់ក៏ប្រញាប់ត្រឡប់ទៅក្នុងឡានប្រាប់អ្នកទាំងអស់គ្នាថាសត្វចម្លែកនេះខ្វាក់ពិតមែនបើចង់គេចពីពួកវាគឺត្រូវតែនៅស្ងៀមស្ងាត់ប៉ុន្តែសំណាងល្អដែលអេលីជាមនុស្សឆ្លាតគ្រួសារទាំងមូលសុទ្ធតែចេះភាសាសញ្ញាអាចទំនាក់ទំនងគ្នាបានដោយមិនបាច់និយាយដើម្បីគេចខ្លួនឈៀងគឺបានដុតឡានរបស់ពូភ្លាមនោះសំឡេងផ្ទុះក៏បន្លឺឡើងភ្លាមនោះពួកសត្វចម្លែកទាំងអស់ក៏នាំគ្នាទៅទីនោះឡានមិនអាចបើកបានទៀតទេពួកគេទាំងប៉ុន្មានអ្នកត្រូវដើរដោយថ្មើរជើងពេលនេះត្រូវតែរកកន្លែងជ្រកកោនឲ្យបានមុនពេលមេឃងឹតបន្ទាប់ពីដើរផ្លូវឆ្ងាយអស់មួយសន្ទុះមកប្អូនប្រុសក៏ប្រទះឃើញផ្ទះមួយនៅមិនឆ្ងាយប៉ុន្មានបន្ទាប់មកក្រោមការដឹកនាំរបស់បងឈៀងទីបំផុតក៏មកដល់ទីនេះមុនពេលមេឃងឹតស្មានថាអាចឆ្លងកាត់មួយយប់នេះដោយសុវត្ថិភាពប៉ុន្តែរឿងដែលនឹកស្មានមិនដល់នោះគឺភ្លាមដែលបងឈៀងគោះទ្វារ
ស្រាប់តែមានសម្លេងកណ្ដឹងបន្លឺឡើងពីលើទ្វារភ្លាមនោះសត្វចម្លែកមួយក្បាលក៏តាមសម្លេងមកវាចាប់ផ្ដើមអង្រួនកណ្ដឹងនោះមិនឈប់បងជាងនិងអ្នកផ្សេងទៀតភ័យខ្លាចក៏នាំគ្នារត់គេចភ្លាមពេលនោះលោកយាយម្នាក់បានឮសម្លេងរំខានក៏កាន់កាំភ្លើងបាញ់សត្វដើរចេញមកក្រៅយ៉ាងលឿនហើយក៏ជេរប្រមាថអ្នកទាំងប៉ុន្មានអ្នកនៅខាងក្រៅពេលនេះគាត់មិនទាន់ដឹងខ្លួននៅឡើយទេថាទង្វើនេះនឹងធ្វើឲ្យគាត់បាត់បង់ជីវិតប៉ុន្តែមិនទាន់នឹងដាច់ពាក្យផងហ្វូងសត្វចម្លែកក៏មកដល់លើក្បាលលោកយាយមួយវិនាទីបន្ទាប់មកពិតមែនដោយការគិតមែនភ្លាមនោះលោកយាយក៏ស្លាប់បាត់បង់ជីវិតទៅពេលនេះក្រុមគ្រួសារដែលនៅខាងក្រៅកំពុងអង្គុយចុះបន្ទាប់ពីបានឃើញជោគវាសនារបស់លោកយាយហើយទោះបីជាអាណិតខ្លាំងយ៉ាងណាក៏ដោយក៏ពួកគេគ្មានសមត្ថភាពនឹងជួយដែរដោយសារមិនអាចចេញតាមទ្វារធំបានទើបត្រូវរកផ្លូវផ្សេងមិនយូរប៉ុន្មានពួកគេក៏រកឃើញបំពង់បង្ហូរទឹកមួយនៅក្បែរនោះឈៀងគឺបានវាចូលទៅពិនិត្យមើលមុនគេបន្ទាប់ពីចូលទៅក្នុងផ្ទះហើយប្រកាសថាមានសុវត្ថិភាពហើយគាត់ក៏គ្រវីដៃហៅពួកគេឲ្យចូលមកប្អូនប្រុសក៏វាចូលទៅក្នុងបំពង់បង្ហូរទឹកមុនគេហើយអ្នកដែលនៅសល់ក៏វាតាមក្រោយយ៉ាងប្រកិតប៉ុន្តែពេលកំពុងវាទៅមុខស្រាប់តែមានពស់ថ្លាន់មួយក្បាលលេចមុខនៅចំពោះមុខគាត់រារាំងផ្លូវរបស់ពួកគេភ្លាមគាត់ក៏ប្រញាប់លូកដៃទៅយកកន្ត្រៃកាត់ដែកនៅពីក្រោយខ្នងក្នុងពេលអាសន្ននោះសត្វចម្លែកមួយក្បាលបានឮសំឡេងរួចក៏ស្ទុះចូលទៅក្នុងបំពង់បង្ហូរទឹកយ៉ាងលឿនហើយខំសម្លាប់វាចោលភ្លាមប៉ុន្តែរឿងដែលអកុសលនោះគឺម្ដាយរបស់អៃលីត្រូវបានសត្វចម្លែករកឃើញហើយគាត់ក៏ស្រែកឡើងយ៉ាងខ្លាំងជាងគឺវាដូច្នេះក៏មានអារម្មណ៍មិនស្រួលក្នុងចិត្តបន្ទាប់ពីគិតយ៉ាងល្អិតល្អន់ហើយគាត់ក៏ប្រញាប់ទៅកាន់ម៉ាស៊ីនកិនរួចបង្វិលកុងតាក់បើកវាម៉ាស៊ីនស្រាប់តែបញ្ចេញសំឡេងកោះរំពងឡើងសត្វចម្លែកទាំងអស់ក៏ចាប់អារម្មណ៍ភ្លាមរួចពួកវាក៏សម្រុកចូលទៅក្នុងនោះដោយមិនដឹងអីមិនយូរប៉ុន្មានសាច់កិនរាប់តោនក៏ហូរចេញពីម៉ាស៊ីនកិនសាច់ហើយពួកគេក៏ចូលទៅក្នុងផ្ទះបានដោយសុវត្ថិភាពតែមិននឹកស្មានថាជើងរបស់ប្រពន្ធដែលត្រូវសត្វចម្លែកខំនោះចាប់ផ្ដើមរលាកប៉ុន្តែដើម្បីសុវត្ថិភាពគ្រួសារនាងបានត្រឹមតែខាំមាត់ទ្រាំជឿដោយមិនហ៊ានបញ្ចេញសំឡេងឡើយតាមរយៈសម្ដីរបស់ជីដូនបើថ្ងៃស្អែកមិនបានទទួលការព្យាបាលជើងមួយនេះប្រហែលជាមិនអាចរក្សាទុកបានទេអ្វីដែលចាំបាច់បំផុតពេលនេះគឺថ្នាំអង់ទីប៊ីយោទិកដូច្នេះនៅព្រឹកព្រលឹមថ្ងៃបន្ទាប់ជាងគឺបាននាំអៃលីបើកទ្វារដោយប្រុងប្រយ័ត្នដើម្បីត្រៀមទៅរកថ្នាំនៅទីប្រជុំជនក្បែរនោះហើយគ្រោះថ្នាក់កាន់តែធំក៏កំពុងតែមកដល់បុរសនោះបើកទ្វារហាងលក់ថ្នាំយឺតរួចក៏ងាកក្រោយប្រើភាសាកាយវិការប្រាប់កូនថាត្រូវតែតាមជាប់ខ្លួនប៉ុន្តែនៅពេលនោះទើបតែបើកទ្វារភ្លាមហ្វូងសត្វចម្លែកដែលគ្មានភ្នែកក៏ហោះចូលមកភ្លាមពួកវាបានចុះមកដល់មុខអ្នកទាំងពីរយ៉ាងរហ័សបុរសនោះប្រញាប់ប្រាប់កូនស្រីកុំឲ្យបញ្ចេញសំឡេងដាច់ខាតប៉ុន្តែក្មេងស្រីនោះងាកក្បាលទៅមើលសត្វចម្លែកមួយចំនួនកំពុងតែសម្លឹងមើលពីលើក្បាលពួកគេនេះគឺជាប្រភេទសត្វអាថ៌កំបាំងដែលមនុស្សមិនធ្លាប់ស្គាល់ចាប់តាំងពីវាត្រូវបានគេដោះលែងមកដោយប្រើប្រាស់ចំនួនដ៏ច្រើនរបស់វាបានវាយលុកពេញប្រទេសនេះយ៉ាងឆាប់រហ័សពួកវាមានរូបរាងចម្លែកប៉ុន្តែមានការស្ដាប់ព្រឺយ៉ាងមុតស្រួចគ្រាន់តែមានសម្លេងបន្តិចបន្តួចពួកវានឹងវាយប្រហារភ្លាមប៉ុន្តែទោះបីជាពួកវាជាពូជសាសន៍ដ៏ខ្លាំងក្លាបែបនេះក៏ដោយពួកវាសុទ្ធតែខ្វាក់ពីកំណើតការចាប់ចំណីគឺពឹងផ្អែកទាំងស្រុងលើត្រចៀកនៅពេលដែលឪពុកនិងកូនស្រីកំពុងពិបាកចិត្តថានឹងរត់ចេញដោយរបៀបណាស្រាប់តែសត្វចម្លែកនោះកាំងស្លាប់បន្ទាប់មកវាបានងើបត្រចៀកឡើងដើម្បីស្ដាប់សម្លេងនៅក្នុងបន្ទប់យ៉ាងយកចិត្តទុកដាក់អ្នកទាំងពីរដឹងថាឲ្យតែមិនបញ្ចេញសម្លេងសត្វចម្លែកទាំងនោះមិនអាចវាយប្រហារពួកគេបានឡើយប៉ុន្តែពួកគេមិនអាចអង្គុយរងចាំសេចក្តីស្លាប់បែបនេះបានទេដូច្នេះហើយអេលីអូលីចាប់ផ្ដើមសង្កេតមើលជុំវិញខ្លួនដោយព្យាយាមរកវិធីដើម្បីរត់ចេញពីទីនេះបន្ទាប់មកម៉ាស៊ីនពន្លត់អគ្គិភ័យនៅលើពីដានបានទាក់ទាញចំណាប់អារម្មណ៍របស់នាងភ្លាមនោះគំនិតក្លាហានមួយក៏ផុសឡើងក្នុងចិត្តនាងពេលនេះអេលីអូលីសម្លឹងមើលឪពុកនាងមិនដាក់ភ្នែករួចនាងក៏ប្រើភាសាកាយវិការដើម្បីប្រាប់ពីផែនការរបស់នាងតាមពិតទៅនាងចង់ប្រើប្រព័ន្ធបាញ់ទឹកនៅខាងលើនោះដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់សត្វចម្លែកជាងឆេងគិតយ៉ាងល្អិតល្អន់រួចមកក្បាលយល់ព្រមជាមួយអេលីនិយាយហើយក៏ធ្វើភ្លាមគេឃើញគាត់ដកដៃកេះចេញមកយឺតរួចអុជដងជួបផ្ទះក្នុងដៃដោយប្រុងប្រយ័ត្នពេលភ្លើងចាប់ផ្ដើមឆេះឡើងសត្វចម្លែកហាក់ដូចជាដឹងខ្លួនមិនបង្អង់យូរឡើយជាងលើកដងជួបផ្ទះដែលកំពុងឆេះនោះឡើងរួចចូលទៅជិតម៉ាស៊ីនពន្លត់អគ្គិភ័យយឺតមួយវិនាទីបន្ទាប់មកភ្លាមនោះសំឡេងសញ្ញាអាសន្នបានបន្លឺឡើងសត្វចម្លែកគេសំឡេងនោះក៏ហោះរង្វើពីលើក្បាលឪពុកកូនទាំងពីរការស្ដាប់ដែលជាចំណុចសំខាន់របស់វាត្រូវបានរំខានភ្លាមឆ្លៀតឱកាសនេះជាងក៏ប្រញាប់នាំកូនស្រីរត់ចេញទៅយ៉ាងលឿនបន្ទាប់ពីយកថ្នាំបានហើយឪពុកកូនទាំងពីរកំពុងធ្វើដំណើរត្រឡប់មកវិញស្រាប់តែមានបុរសម្នាក់ដែលមានចរិតចម្លែកមកឈររារាំងផ្លូវគេឃើញគាត់ដកសៀវភៅតូចមួយក្បាលចេញមកតែមានសរសេរអក្សរនៅលើនោះអេលីឃើញបុរសម្នាក់នេះមានចិត្តណាមិនល្អក៏ប្រើភាសាកាយវិការប្រាប់ឪពុកឲ្យប្រញាប់ចាក់ចេញទៅប៉ុន្តែលោកគ្រូកង្វល់បែរជាព្យាយាមរារាំងដល់ទៅ3ដងជាងថេងមិនខ្វល់ពីរឿងទាំងនោះឡើយគាត់គ្រវីដៃបញ្ជាក់ថាខ្លួនមិនចាប់អារម្មណ៍នឹងនិកាយនេះទេប៉ុន្តែនៅពេលដែលពួកគេទាំងពីរដើរចេញទៅលោកគ្រូកង្វល់ក៏បើកមាត់ធំដាក់ពួកគេបង្ហាញទឹកមុខចំអស់ឡឡើយនៅពេលដែលជាងងាកក្រោយមកមើលបុរសម្នាក់នោះក៏បាត់ខ្លួនទៅដោយគ្មានដានមិនយូរប៉ុន្មានពួកគេក៏ត្រឡប់មកដល់កន្លែងស្នាក់នៅវិញហើយប្រពន្ធដែលរងរបួសក៏បានរួចផុតពីសេចក្តីស្លាប់